នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី27ខែកញ្ញាឆ្នាំ2025នឹងរដ្ឋមន្ត្រីការបរទេសកម្ពុជារបស់យើងគឺលោកប្រាក់សុខុនគឺបានបកអាក្រាតពីប្រទេសក្បែរខាងយើងមួយហ្នឹងបងប្អូនចាថាបានបំពេញបទឈប់បាញ់ផ្លោមមកលើមូលដ្ឋានកងទ័ពកម្ពុជានិងបណ្ដេញអ្នកភូមិខ្មែរចេញពីផ្ទះរបស់ពួកគេហើយបងប្អូនមានឆ្ងល់ថាហេតុអីបានជាលោកមន្ត្រីរបស់យើងនឹងមិននិយាយឲ្យចំឈ្មោះរបស់ប្រទេសថៃតែម្ដងហេតុអីក៏គាត់និយាយថាប្រទេសក្បែរខាងអីចឹងទៅប៉ុន្តែគាត់អត់និយាយចំឈ្មោះទេព្រោះអីនៅក្នុងវិស័យការទូតហ្នឹងគឺការអត់ធ្មត់គឺជាអាវុធដោយមិននិយាយចំឈ្មោះពីប្រទេសថៃលោកប្រាក់សុខុនគឺបានធ្វើឲ្យអន្តរជាតិបានស្ដាប់និងបានលើកកាន់តែច្បាស់ពីកម្រិតទទួលខុសត្រូវវិជ្ជាជីវៈនិងក្រមសីលធម៌នៅក្នុងកិច្ចការទូតរបស់កម្ពុជាស្របពេលជាមួយគ្នានោះគឺកម្ពុជានៅតែអាចលាតត្រដាងសកម្មភាពរបស់ថៃដោយមិនចាំបាច់វាប្រហារចំមុខទេនៅក្នុងវិស័យការទូតការធ្វើបែបនេះគឺបង្ហាញពីសេចក្តីថ្លៃថ្នូរពីប្រជាជាតិមួយនៅក្នុងការទាមទាររកយុត្តិធម៌អធិបតេយ្យភាពនិងបូរណភាពទឹកដីដោយមិនយកវេទិកាអន្តរជាតិធ្វើជាឆាកវាប្រហារលក្ខណៈបុគ្គលហើយយុទ្ធសាស្ត្រនេះគឺពិតជាមានប្រសិទ្ធភាពពិតៗប្រហែលម៉ោងក្រោយមកបងប្អូននឹងនិយាយរដ្ឋមន្ត្រីការបរទេសថៃនឹងគឺបានបោះចោលអសន្តរកថាដែលបានត្រៀមមកពីទីក្រុងបាងកកណាហើយចាប់ផ្ដើមទៅសេសន្តរកថាថ្មីភ្លាមតែម្ដងដើម្បីវាបកមកកម្ពុជាយើងវិញឡំចំហ្មងដោយទទួលយកថាអ្វីដែលកម្ពុជានិយាយមុនហ្នឹងគឺសំដៅទៅលើប្រទេសថៃរបស់ខ្លួនឯងនឹងតែម្ដងចានៅក្នុងបរិបទនេះគឺធ្វើឲ្យកម្ពុជាយើងនឹងមើលទៅជាភាគីគោរពច្បាប់និងផ្ដល់តម្លៃដល់សន្តិភាពមែនទែនដោយនាំឲ្យកម្ពុជាយើងនឹងគឺអត់ធ្មត់ចំពោះមុខនៃការបំពាននិងការញុះញង់ចំណែកឯប្រទេសថៃវិញនៅក្នុងខ្សែភ្នែកប្រតិភូអន្តរជាតិណាគឺអេរយាប័តប្រតិកម្មរបស់ថៃនឹងគឺជាការនិយាយយកត្រូវដើម្បីការពារទង្វើរបស់ខ្លួនឯងយុទ្ធសាស្ត្រដែលកម្ពុជាជ្រើសរើសយកនេះគឺត្រូវបានប្រើប្រាស់ច្រើននៅលើឆាកអន្តរជាតិការទូតច្រើនមកហើយចាក់ស្ដែងចិនមិនដែលនិយាយចំឈ្មោះអាមេរិកទេនៅចំពោះមុខអង្គការសហប្រជាជាតិចំណែកឯរុស្ស៊ីវិញគឺបរិហារការជ្រៀតជ្រែករបស់អឺរ៉ុបនៅក្នុងសង្គ្រាមអ៊ុយក្រែនដោយមិននិយាយចំឈ្មោះប្រទេសណាមួយដូចគ្នាហើយចំណែកយើងក៏លេចទៅមើលអ៊ីរ៉ង់វិញគឺមិនបានបរិហារចំឈ្មោះអ៊ីស្រាអែលនៅលើវេទិកាអន្តរជាតិនោះទេដូចនេះហើយនៅក្នុងកិច្ចការទូតការប្រើប្រាស់ភាសាប្រយោលគឺជាយុទ្ធសាស្ត្រដើម្បីទប់ទល់នឹងគូប្រជែងយើងខ្លាំងណាស់ចាអញ្ចឹងហើយការដែលមិនចុចចំឈ្មោះប្រទេសថៃមិនមែនកម្ពុជាខ្សោយណាឬមួយក៏មិនមែនកម្ពុជានឹងខ្លាយប្រទេសថៃទេកុំច្រឡំប៉ុន្តែជាយុទ្ធសាស្ត្រការទូតនៅក្នុងវេទិកាធំៗដូចជាមហាសន្និបាតអង្គការសហប្រជាជាតិការប្រើពាក្យពេចន៍នឹងគឺសំខាន់ខ្លាំងណាស់ពេលខ្លះការមិននិយាយចំឈ្មោះធ្វើឲ្យគេនឹងគឺរបៀបថាឃើញកាន់តែច្បាស់បងប្អូនឃើញកាន់តែច្បាស់និងកាន់តែឆ្ងាយកម្ពុជាជ្រើសរើសយុទ្ធសាស្ត្រមួយនេះគឺល្អខ្លាំងបំផុតអត់និយាយចំឈ្មោះអ្នកឯងទេប៉ុន្តែនិយាយលាតត្រដាងនិយាយលាតត្រដាងហើយនិយាយបរិហារគេហ្មងហើយគូប្រជែងយើងនៅក្នុងហ្នឹងក៏គេដឹងថាយើងនឹងនិយាយជាមួយគេដែរបានគេខំប្រឹងរបៀបថាចេះលុបចោលសន្តរកិច្ចថាដែលគេខំប្រឹងទៅសេឬមួយក៏ត្រៀមមកពីទីក្រុងបាងកកគេលុបចោលហើយគេចាប់ផ្ដើមទៅសេសន្តរកថាថ្មីដែលគេលើកយកមកនិយាយថាយើងនឹងនិយាយលាតត្រដាងពីគេយើងនឹងនិយាយបរិហារពីគេអីចឹងនៅក្នុងវេទិកាអន្តរជាតិអីចឹងណាបងប្អូនដោយបច្ចេកវិទ្យាដើមចឹងកម្ពុជាអត់និយាយចំឈ្មោះមិនមែនកម្ពុជាខ្សោយឬមួយក៏ខ្លាចថៃណាអត់ទេណាប៉ុន្តែអានេះជាយុទ្ធសាស្ត្រការទូតនៅក្នុងវេទិកាធំអញ្ចឹងដូចជានៅក្នុងវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិនេះការប្រើពាក្យពេចន៍គឺសំខាន់ខ្លាំងមែនតើពេលខ្លះការមិននិយាយចំឈ្មោះណាគឺធ្វើឲ្យអន្តរជាតិហ្នឹងគឺគេលើកាន់តែច្បាស់និងកាន់តែឆ្ងាយបងប្អូនយើងមិននិយាយចំឈ្មោះយើងមិនមែនខ្សោយហើយយើងក៏មិនមែនខ្លាចដែរប៉ុន្តែនេះគឺជាយុទ្ធសាស្ត្រ